សូមស្វាគមន៍បងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់មកកាន់ YouTube Channel រៀនខ្មែរថ្ងៃនេះលោកគ្រូបានលើកយកប្រធានសំណេរតែងសេចក្តីបែបពន្យល់មួយបាទដោយគេលើកឡើងថាចំណេះវិជ្ជានាំមកនៅការរីកចម្រើនបាទគេថាចូលពន្យល់ព្រមទាំងលើកឧទាហរណ៍ក្នុងសង្គមនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់បាទនៅក្នុងសំណេរតែងសេចក្តីបែបពន្យល់ខ្លីមួយនេះគឺជាទស្សនៈមួយដែលគេចង់ឲ្យអ្នកសិក្សាគ្រប់រូបបង្ហាញអំពីសារៈសំខាន់នៃចំណេះវិជ្ជាដែលជាមធ្យោបាយនាំមកនៅការរីកចម្រើនឬក៏ការជោគជ័យនៅក្នុងជីវិតបាទមុននឹងចូលទៅដល់ការបកស្រាយអ្នកសិក្សាគ្រប់រូបក៏បីស្វែងយល់អំពីពាក្យកន្លឹះមួយចំនួនឬក៏ឧទាហរណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងប្រធានសំណេរយើងឲ្យបានរួចរាល់មុននឹងយើងចាប់ផ្ដើមសរសេរណាចឹងពាក្យកន្លឹះរបស់យើងទី1គឺចំណេះវិជ្ជាបាទពាក្យកន្លឹះទី2គឺរីកចម្រើនចឹងពាក្យពីរនឹងហើយជាពាក្យសំខាន់ដែលយើងត្រូវចាប់អារម្មណ៍ហើយត្រូវពន្យល់ប្រាប់គេបាទឥឡូវយើងទៅមើលសេចក្តីអធិប្បាយទាំងអស់គ្នាបាទជាសត្យានុម័តមនុស្សគ្រប់រូបកើតមកមិនបានវិជ្ជាពីចំណេះវិជ្ជាមកជាមួយទេបាទដើម្បីទទួលបានចំណេះដឹងបុគ្គលទាំងឡាយតោងតែរៀនសូត្រពីគ្រូបាធ្យាយឬពីសៀវភៅឬពីសកម្មភាពប្រចាំថ្ងៃបាទអញ្ចឹងលោកគ្រូបានសរសេរពីបន្ទាត់កន្លះហ្នឹងបាទពីបន្ទាត់កន្លះហ្នឹងគឺជាលំនាំនៃបញ្ហាដែលយើងត្រូវសរសេរឲ្យតាក់ទងទៅនឹងប្រធានបទរបស់យើងគឺចំណេះវិជ្ជានាំមកនៅការរីកចម្រើនបាទឥឡូវយើងចូលទៅដល់ចំណុចតូចទី2នៅក្នុងផ្ដើមសេចក្តីគឺចំណូលបញ្ហាបាទតកតងនឹងអត្ថប្រយោជន៍នៃការសិក្សានេះទើបមានប្រធានមួយបានលើកឡើងថាចំណេះវិជ្ជានាំមកនៅការរីកចម្រើនបាននៅត្រង់ចំណុចនេះបងប្អូនសិស្សានុសិស្សត្រូវលើកយកប្រធានបទខាងលើនេះដាក់ចូលវិញទាំងស្រុងបាទយើងពុំកែឬក៏បន្ថែមបន្ថយទេគឺយើងលើកយកប្រធានខាងលើហ្នឹងដាក់ចូលទាំងស្រុងបាទតែម្ដងបាទកន្លែងនេះយើងហៅថាចំណូលបញ្ហាដែលចូលទៅដល់បញ្ហារបស់យើងចូលទៅចំណុចបន្ទាប់ទៀតគឺចំណោទបញ្ហាបាទតើប្រធានបទខាងលើមានអត្ថន័យនិងតម្លៃអប់រំយ៉ាងដូចម្ដេចខ្លះបាទសញ្ញាសួរនៅត្រង់ចំណុចនេះបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបក៏បីចងចាំថាត្រូវចូលបន្ទាត់ថ្មីមួយបាទជាទូទៅតាមការសង្កេតសម្គាល់របស់លោកគ្រូណាគឺគ្នាយើងគឺផ្លេចចូលបន្ទាត់ជាទូទៅពួកគាត់ច្រឡំសរសេរតពីចំណូលបាទអញ្ចឹងការធ្វើបែបនេះគឺពុំត្រឹមត្រូវទេគឺយើងត្រូវចូលបន្ទាត់បាទឥឡូវយើងចូលទៅចំណុចបន្ទាប់ទៀតគឺ clear ភ្ជាប់សេចក្តីអញ្ចឹងនៅត្រង់ clear ភ្ជាប់សេចក្តីនេះគឺយើងចុះបន្ទាត់ថ្មីមួយទៀតបាទឥឡូវយើងមើលខ្លឹមសាររបស់យើងទាំងអស់គ្នាដើម្បីជំនួយដល់ការបកស្រាយប្រធានខាងលើឲ្យកាន់តែក្បោះក្បាយនិងស៊ីជម្រៅថែមទៀតនោះជាបឋមយើងគួរយល់ន័យពាក្យកន្លឹះមួយចំនួនជាមុនសិនបាទនេះជា clear ភ្ជាប់សេចក្តីសម្រាប់ប្រធានសំណេរតែងសេចក្តីបែបពន្យល់បងប្អូនសិស្សានុសិស្សអាចប្រើ clear បែបនឹងគ្រប់ប្រធានក៏បានដែរឲ្យតែជាប្រធានបែបពន្យល់បាទអញ្ចឹងពាក្យទី1គឺចំណេះវិជ្ជាបាទយើងដាក់នៅក្នុងអភន្តរសញ្ញាមកបាទចំណេះវិជ្ជាគឺជាការចេះដឹងឬចំណេះជំនាញដែលកើតចេញពីការរៀនសូត្របាទឯការរីកចម្រើនមានន័យថាការរីកលូតលាស់ឬដំណើរផ្លាស់ប្ដូរទៅរកភាពល្អប្រសើរបាទដោយលោកគ្រូបញ្ជាក់នៅខាងដើមវីដេអូអញ្ចឹងថាពាក្យកន្លឹះរបស់យើងមាន2ទី1ចំណេះវិជ្ជានិងការរីកចម្រើនបាទឥឡូវយើងចូលទៅដល់ចំណុចមួយទៀតគឺពន្យល់នៃប្រធានបាទតាមខ្លឹមសារនៃពាក្យកន្លឹះខាងលើគំនិតប្រធានមានន័យថាចំណេះដឹងជាមធ្យោបាយជួយยึดយោងមនុស្សឲ្យមានភាពរីកចម្រើនបាទនេះគឺជាគំនិតរួមរបស់ប្រធានសំណេររបស់យើងបាទគឺថាចំណេះដឹងគឺជាមធ្យោបាយជាវិធីដែលជួយឲ្យមនុស្សមានការរីកចម្រើនឥឡូវយើង
ចូលទៅដល់ការបកស្រាយសំណេរតែងសេចក្តីរបស់យើងគ្រប់កលៈទេសៈចំណេះដឹងមានប្រយោជន៍ច្រើនយ៉ាងចំពោះមនុស្សអ្នកធ្វើចំនួនជួញដូរខ្លះខាតបង់ប្រាក់កាសក៏ព្រោះតែមិនមានចំណេះគ្រប់គ្រាន់ក្នុងការរកស៊ីស្មូនជាងជួសជុលឬជាងបច្ចេកទេសផ្សេងទទួលបានកម្រៃទាបខ្ពស់ក៏ព្រោះតែចំណេះដឹងសមត្ថភាពនិងទេពកោសល្យរបស់ពួកគេមិនដូចគ្នាបាទការកសាងភាពរីកចម្រើនគេមិនអាចគេចចេញពីការកសាងចំណេះវិជ្ជាបានឡើយព្រោះថាចំណេះវិជ្ជាជាអាវុធអាចកាប់ឆ្ការឧបសគ្គនានាដែលរារាំងដំណើររបស់មនុស្សបាទសុភាសិតក្នុងសង្គមខ្មែរក៏បានលើកឡើងផងដែរថាចំណេះជាអាហារឯប្រាជ្ញាជាអាវុធបាទចំណេះដឹងដែលកើតមានក្នុងខ្លួនមនុស្សម្នាក់គេសង្កេតឃើញថាចំណេះមួយយ៉ាងកើតចេញពីការបង្ហាត់បង្រៀនពីគ្រូបណ្ឌិតសាស្ត្រាចារ្យនៅតាមសាលាផ្សេងបាទចំណេះទាំងអស់នោះគឺអាចជួយឲ្យពួកគេមានរបៀបច្រើនក្នុងការដោះស្រាយបញ្ហាឬចេះច្នៃបង្កើតបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីដែលជួយសម្រួលដល់ការរស់នៅរបស់មនុស្សបាទជាឧទាហរណ៍គ្រូបង្រៀនប្រើប្រាស់ចំណេះដែលខ្លួនមានដើម្បីកែតម្រូវចរិតឆ្មើងឆ្មៃឆ្គាំឆ្គងឬទម្លាប់មិនល្អរបស់សិស្សឲ្យคล้ายជាមនុស្សត្រឹមត្រូវចូលសម្រុងនឹងសង្គមដែលពួកគេរស់នៅបាទអញ្ចឹងលោកគ្រូបានបកស្រាយអំពីសារៈសំខាន់នៃចំណេះដើម្បីបានចំណេះគឺយើងត្រូវមានអីបាទហើយចំណេះហ្នឹងវាអាចជាអាហារផងអាចជាអាវុធផងបាទហើយភ្ជាប់ជាមួយនឹងលោកគ្រូបានលើកឧទាហរណ៍ពីគ្រូបង្រៀនបាទចំណេះជាគ្រូបង្រៀនគាត់អាចជួយអ្វីបានអូខេឥឡូវយើងមើលបន្តទៀតបាទឯគ្រូពេទ្យអ្នកនិពន្ធអ្នកជំនួញឡាក់ក៏សុទ្ធតែត្រូវមានចំណេះដឹងដែរដែលអាចនាំឲ្យបុគ្គលខ្លួនឯងគ្រួសារនិងសង្គមជាតិរីកចម្រើនបាទអញ្ចឹងចំណេះវិជ្ជាមិនមែនជួយត្រឹមតែខ្លួនឯងទេបាទអាចជួយដល់គ្រួសារនិងសង្គមជាតិទៀតផងបាទឥឡូវយើងទៅមើលចំណេះមួយយ៉ាងទៀតបាទអញ្ចឹងចំណេះវិជ្ជាមួយយ៉ាងទៀតគឺកើតចេញពីរោងជាងបាទអញ្ចឹងរោងជាងហ្នឹងលោកគ្រូសង្ឃឹមថាបងប្អូនយល់ហើយគឺកន្លែងសម្រាប់បណ្ដុះបណ្ដាលបង្ហាត់បង្រៀនឲ្យខ្លាយទៅជាជាងជួសជុលផ្សេងបាទរោងជាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូចជាជាងជួសជុលជំនាញមេកានិកការផ្ដល់សេវាកម្មឡាក់ចំណេះទាំងអស់នេះត្រូវឆ្លងកាត់ការអនុវត្តការវឹកហាត់ការពិសោធន៍ផ្ទៀងផ្ទាត់ដើម្បីអាចបង្កើតជាសម្ភារៈប្រើប្រាស់អ្វីមួយបាទអញ្ចឹងចំណេះទី1គឺចំណេះដែលរៀននៅសាលាដែលយើងហៅថាជាជំនាញទូទៅដូចជាគ្រូពេទ្យគ្រូបង្រៀនឬក៏អ្នកជំនួញផ្សេងបាទចំណេះទី2លោកគ្រូបានចាប់យកជាជំនាញវិជ្ជាជីវៈបាទតកតងទៅនឹងការជួសជុលការដំឡើងការផ្ដល់សេវាកម្មផ្សេងបាទឥឡូវយើងមើលបន្តទៀតគេថាចំណេះវិជ្ជាទាំងពីរនេះសុទ្ធតែមានសារៈសំខាន់និងប្រយោជន៍យ៉ាងសម្បូរបែបចំពោះមនុស្សទាំងក្នុងពេលបច្ចុប្បន្ននិងអនាគតបាទបើយើងក្រឡេកទៅមើលស្នាដៃអក្សរសិល្ប៍ខ្មែរវិញយើងឃើញថាតួអង្គទន្សាយក្នុងរឿងចចកនិងកំពឹសបានប្រើប្រាស់ចំណេះខ្លួនដោយបេះស្លឹកឈើមានដង្កូវស៊ីបន្លំធ្វើសម្បត្តិព្រះអិនបំភ័យក្រុមចចករហូតក្រុមចចកមានដំរីខ្លាអកភេពស់ថ្លាន់រត់ជន់គ្នាដាច់ទំនប់ទឹកបាទក្រុមមច្ឆជាតិទាំងឡាយអាចរួចផុតពីសេចក្តីស្លាប់ក៏ព្រោះតែចំណេះរបស់ទន្សាយនោះឯងបាទអញ្ចឹងភ្ជាប់ជាមួយនឹងគោលគំនិតនៅខាងលើនេះលោកគ្រូបានលើកយកអក្សរសិល្ប៍ខ្មែររបស់យើងមួយគឺរឿងចចកនិងកំពឹសអំពីសារៈសំខាន់នៃចំណេះវិជ្ជារបស់តួអង្គទន្សាយបាទឥឡូវយើងក្រឡេកទៅមើលឧទាហរណ៍ទី2បាទចំណែករឿងកុលាបបៃលិនវិញចៅចិត្តមានចំណេះខាងបនិងជួសជុលរថយន្តគួរសមបាទក្រោយមកចៅចិត្តទទួលបានការពឹងពាក់ពីតាសុនឲ្យគេជួយបររថយន្តជូនលោកលួងរតនសម្បត្តិ
និងគុណនារីទិញអីវ៉ាន់នៅផ្សារសង្កែបាទវិជ្ជាដែលចៅចិត្តមាននៅក្នុងខ្លួនរួមមានការងារជាដំបូងបនឹងជួសជុលរថយន្តនិងប្រឡងជាប់ប្រកាសនីយបត្រដែលជាសញ្ញាបត្រដ៏មានតម្លៃមួយក្នុងសម័យនោះចំណេះវិជ្ជាទាំងអស់នេះហើយដែលជាបច្ច័យជួយយុទ្ធយោងចៅចិត្តឲ្យជោគជ័យយ៉ាងត្រចះត្រចង់បាទចំពោះឧទាហរណ៍ទី2គឺនៅក្នុងអក្សរសិល្ប៍រឿងកុលាបបៃលិនបាទនិយាយអំពីចំណេះវិជ្ជារបស់តួអង្គចៅចិនផ្ទុយទៅវិញមនុស្សដែលមិនមានចំណេះដឹងពួកគេនឹងមិនមានការងារធ្វើបាទកាលណាមិនមានការងារពួកគេនឹងមិនមានប្រាក់ចំណូលដែលមិនអាចបំពេញតម្រូវការប្រចាំថ្ងៃដូចជាអាហារហូបចុកសម្លៀកបំពាក់ជំរកសម្ភារៈប្រើប្រាស់ការកំសាន្តបាទអញ្ចឹងផ្ទុយមកវិញប្រសិនបើពួកគាត់មិនមានចំណេះដឹងទេបាទមិនមានចំណេះវិជ្ជាទេគឺពួកគាត់មិនអាចបំពេញតម្រូវការប្រចាំថ្ងៃបានទេបាទឧទាហរណ៍ដូចជាអាហារហូបចុកសម្លៀកបំពាក់ជំរកសម្ភារៈប្រើប្រាស់ផ្សេងៗបាទការដែលមនុស្សម្នាក់មិនមានធាតុទាំងអស់នេះជាហេតុនាំឲ្យការរស់នៅមិនមានសុភមង្គលបាទអញ្ចឹងទី1យើងបង្ហាញអំពីសារៈសំខាន់នៃចំណេះវិជ្ជាហើយលោកគ្រូបានបន្ថែមទៅលើនឹងទៀតគឺបង្ហាញអំពីផលវិបាកនៅពេលដែលមនុស្សមិនមានចំណេះដឹងបាទអញ្ចឹងយើងបកស្រាយប៉ុណ្ណឹងឥឡូវយើងចូលទៅដល់សរុបបាទសរុបសេចក្តីនៃសំណេររបស់យើងណារួមសេចក្តីមកចំណេះចេះដឹងទាំងឡាយគឺនាំឲ្យមនុស្សរីកចម្រើនបាទការរីកចម្រើនទាំងនោះមានដូចជាការដោះស្រាយបញ្ហាការចាក់ចេញពីភាពក្រីក្រការច្នៃបង្កើតថ្មីនិងការបង្កើតបច្ចេកវិទ្យាផ្សេងដែលគ្រប់គ្រងដល់ការរស់នៅរបស់មនុស្សបាទនៅត្រង់ចំណុចនេះបងប្អូនសិស្សានុសិស្សត្រូវចូលបន្តថ្មីមួយដោយយើងធ្វើការសរុបខ្លឹមសារដែលយើងបានបកស្រាយនៅផ្នែកខាងលើនៅផ្នែកតួសេចក្តីណានៅផ្នែកបកស្រាយប្រធានបាទឥឡូវយើងចូលទៅដល់ចំណុចចុងក្រោយនៃសំណេរតែងសេចក្តីរបស់យើងគឺវិតម្លៃប្រធាននិងមតិផ្ទាល់ខ្លួនបាទអញ្ចឹងយើងត្រូវចូលបន្តថ្មីមួយទៀតបាទឆ្លងតាមការបកស្រាយភ្ជាប់ជាមួយឧទាហរណ៍ជាច្រើនដូចមកយើងអាចវិតម្លៃបានថាប្រធានពិតជាមានតម្លៃអប់រំល្អដែលបានរំលេចអំពីសារៈសំខាន់នៃចំណេះវិជ្ជាក្នុងការរស់នៅបាទអញ្ចឹងនៅត្រង់ចំណុចនេះបងប្អូនសិស្សានុសិស្សត្រូវសរសេរវិតម្លៃទៅលើប្រធានបទដែលគេបានដាក់ឲ្យយើងកាលពីដំបូងណាចំណេះវិជ្ជានាំមកនៅការរីកចម្រើននឹងតើប្រធាននឹងមានសារៈសំខាន់កម្រិតណាបាទអញ្ចឹងយើងថាប្រធាននឹងមានតម្លៃល្អដែលបានរំលេចអំពីសារៈសំខាន់នៃចំណេះវិជ្ជាក្នុងការរស់នៅបាទហើយចំណុចចុងក្រោយគឺមតិផ្ទាល់ខ្លួនយើងសរសេរតណាយើងអត់ចូលបន្តទេដូចនេះក្នុងនាមយើងជាសិស្សានុសិស្សយើងគួរប្រឹងប្រែងរៀនសូត្រឲ្យបានខ្ជាប់ខ្ជួនព្រោះចំណេះវិជ្ជាប្រភពនៃការរីកចម្រើននិងការអភិវឌ្ឍបាទអញ្ចឹងទស្សនៈផ្ទាល់ខ្លួនឬក៏យោបល់របស់យើងត្រូវស្របទៅនឹងគំនិតរបស់ប្រធានតកតងទៅនឹងចំណេះវិជ្ជានឹងដដែលបាទយើងត្រូវធ្វើម៉េចដើម្បីមានចំណេះវិជ្ជាតើចំណេះវិជ្ជានឹងវាជួយអីគឺជួយយើងរីកចម្រើននិងអភិវឌ្ឍបាទនៅក្នុងការទស្សនាវីដេអូខ្លីមួយនេះប្រសិនបើមានកំហុសដោយប្រការណាមួយឬក៏ការសរសេរទៅមានខ្វះខាតលើសលួសត្រង់ចំណុចណាសូមមេត្តាខន្តីអធិស្ឋានចឹងនៅថ្ងៃនេះលោកគ្រូមានប៉ុណ្ណឹងយើងចាំជួបគ្នានៅមេរៀនក្រោយទៀត